អ្នកនាងលើព្រីយ៉ាប្រកាសស្វែងរកលោកតាចេកចង់ជួយឧបត្ថម្ភថវិកាមួយចំនួនក្រោយឃើញរូបភាពតាចេកកំពុងតែអង្គុយហូបបាយតាមដងផ្លូវយ៉ាងកំសត់បាទបងប្អូនតាចេកមួយរយៈហ្នឹងគាត់ដូចជាកំសត់ខ្លាំងណាបងប្អូនដូចឃើញនៅក្នុងរូបអញ្ចឹងជឿជាក់ថាមហាជនមួយចំនួនធំប្រកាសជាបានជ្រាបហើយថាតាចេកដែលជាធ្លាប់ជាតារាកំ pl ែងជើងចាស់មួយរូបដែលមានប្រជាប្រិយភាពនឹងឥឡូវមួយរយៈធំចុងក្រោយនេះគាត់ហាក់បីដូចជាបាត់មុខពីការសម្ដែងកំ pl ែងនៅលើកញ្ចក់ទូរទស្សន៍ឬក៏ការសម្ដែងរោងការអីផ្សេងៗណាបងប្អូនដោយគេបានឃើញថាគាត់កំពុងតែរស់នៅក្នុងជីវភាពដល់ក្រលំបាកខ្លាំងប៉ុន្តែប៉ុន្មានឆ្នាំកន្លងមកនេះគេឃើញថាតាចេកបានបង្ហាញរូបភាពនៅលើបណ្ដាញសង្គម Facebook បង្ហាញពីការតស៊ូរបស់លោកដែលប្រកបរបរជាអ្នកលក់ភេសជ្ជៈអ្នកលក់ផ្លែឈើនៅតាមដងផ្លូវជាដើមកាលពីមុនក៏គាត់ដើរចម្រៀងកំបិតឲ្យគេដែរបងប្អូនតាមផ្លូវណាគាត់ដើរចម្រៀងកំបិតដើម្បីដូរយកថវិកាក៏ដូចជាផ្គត់ផ្គង់ជីវភាពរស់នៅផងដែរហ្នឹងណាអញ្ចឹងគាត់មួយរយៈនេះគាត់ពិបាកណាស់អញ្ចឹងក្រោយបានឃើញជីវភាពលំបាករបស់លោកតាកន្លងមកនេះក៏មានសប្បុរសជនមួយចំនួនចង់ជួយថវិកាដល់លោកតាផងដែរនៅដើមឆ្នាំ2025នេះលោកតាចេកបានបង្ហោះសកម្មភាពទទួលបានការច្រៀងកាត់សក់នៅក្នុងរោងការនៅក្នុងស្រុករបស់លោកតាម្ដងម្កាលផងដែរប៉ុន្តែការសម្ដែងក៏ដូចជាច្រៀងនៅតាមរោងការនេះមិនបានធ្វើឲ្យជីវភាពរបស់លោកតាធូរស្រាលនៅឡើយទេលោកតាចេកក៏នៅតែដើរបេះបន្លែដើរលក់ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃដដែលថ្មីនេះផងដែរក៏បានឃើញលេចរូបភាពដ៏កំសត់របស់លោកតាចេកនៅក្នុងប៉ុន្មានសន្លឹកដោយឃើញរូបភាពរបស់លោកនោះហាក់បីដូចជាកំសត់ខ្លាំងណាស់ដែលគាត់បានអង្គុយណាអង្គុយពិសាបាយនៅតាមចិញ្ចើមផ្លូវមើលតែកំសត់ណាបងប្អូនអើយកំសត់ខ្លាំងមែនតើហ្មងណាបាទមើលទៅជីវិតគាត់ដូចធ្លាក់ដល់ចំណុច0ណាបងប្អូនធ្លាក់ដល់ចំណុច0តែម្ដងមួយរយៈក្រោយនេះកាលពីមុនបងប្អូនដឹងស្រាប់ហើយគាត់ជាតារាកំ pl ែងម្នាក់លេងជាមួយលោកពូកុយអីហ្នឹងជំនាន់ហ្នឹងគាត់គាត់កំ pl ែងគាត់ចេញមកអញ្ចឹងមួយរយៈក្រោយនេះគាត់ចាស់ទៅបាត់មុខពីសិល្បៈទៅគាត់ក៏អត់មានអីដែរឥឡូវហ្នឹងអញ្ចឹងអ្នកនាងលើព្រីយ៉ាគាត់ចង់ស្វែងរកលោកតាចេកហ្នឹងបើសិនជាណាគេដឹងអាចឆាតទៅគាត់តាមរយៈលេខទូរស័ព្ទឬក៏Facebook page របស់គាត់ហ្នឹង Telegram របស់គាត់ហ្នឹងតាក់ទងទៅគាត់ទៅហើយគាត់នឹងមកជួយហើយព្រោះគាត់ចង់ជួយអុកញ៉ាគាត់នឹងចិត្តធរណាបងប្អូនតែឃើញអ្នកណាទីគាត់ក្រគាត់ជួយហើយហ្នឹងហើយខ្មែរយើងជួយខ្មែរណាបងប្អូនហ្នឹងហើយអូល្អមែនតើដោយមានគេសរសេរបន្តទៀតថាបងប្អូនណាគេសរសេរទៀតថាដើម្បីតែជីវិតចុងក្រោយរបស់គាត់ហ្នឹងណាគាត់ខិតខំប្រឹងប្រែងតស៊ូលំបាកឆ្លងកាត់ជីវិតកំសត់បែបណាក៏ដោយក៏គាត់នៅតែព្យាយាមធ្វើការក៏ដូចជារកស៊ីចិញ្ចឹមជីវិតចុងក្រោយរបស់គាត់អញ្ចឹងណាហើយអ្នកយកព័ត៌មាននៅថ្មីនេះតែងតែឃើញព័ត៌មានអីប្លែកអញ្ចឹងគាត់បានដាក់ចូលទៅហើយណាហ្នឹងហើយអញ្ចឹងឃើញបងប្អូនយើងច្រើនមួយរយៈមុនហ្នឹងឃើញកុមាររីតីណាគាត់លក់ផ្កាអញ្ចឹងឥឡូវដឹងដល់សម្ដេចពុកគាត់ជួយច្រើនណាស់ឥឡូវបានលោកតាចេកអញ្ចឹងទៀតអញ្ចឹងប្រហែលជាមានអ្នកជួយបន្តទៀតអញ្ចឹងទៅបាទអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងមិនភ្លេចគាត់ទេតាចេកដូចជាតារាកំ pl ែងជើងចាស់ណាអូខេអរគុណច្រើនបងប្អូនយើង